ឌីអូយើងមើលរូបភាពយើងគិតអំពីមេរៀនធម្មជាតិដែលអាចបង្រៀនឲ្យយើងឃើញពីភាពអត់ធ្មត់និងការខំក្រំយើងមើលរុក្ខជាតិត្រឹមជាដើមឈើតូចដែលអាចដុះនៅលើថ្មបានវាជានិមិត្តដែលបង្ហាញឲ្យជីវិតមនុស្សយើងគួរតែប្រឹងយើងគួរតែខំរស់ទោះបីថាវាពិបាកនៅក្នុងលក្ខខណ្ឌដទៃផ្សេងពីគ្នានៅក្នុងការរស់នៅយ៉ាងណាក៏ដោយប៉ុន្តែយើងអាចយករូបភាពនេះជានិមិត្តឲ្យប្រាប់ខ្លួនយើងថា nothing is easy វាអត់មានអីដែលស្រួលដូច្នេះក្រៅតែពីខំប្រឹងទំនុកបំរុងនិងរស់នៅជាមួយអ្វីដែលជាខ្លួនយើងមាននៅក្នុងជីវិតដែលមានសកម្មរាល់ថ្ងៃនេះទេយ៉ាងដូចជារុក្ខជាតិដែលខំប្រឹងដុះនៅលើថ្មទោះបីវាដុះមិនបានយូរក៏ដោយប៉ុន្តែវានៅតែប្រឹងដុះដើម្បីបង្ហាញសម្រស់និងបំពេញបន្ថែមនូវភាពខ្វះខាតនៃចន្លោះថ្មដែលវាមានប្រហោងចឹងជីវិតមនុស្សយើងមានចន្លោះខ្វះខាតមានចន្លោះទៅបំពេញឲ្យគ្នាព្រោះហើយយើងមើលឃើញភាពរឹងមាំជាកត្តានិមិត្តឲ្យខ្លួនយើងត្រូវតែរឹងមាំដូចជារូបភាពរបស់ជុំវិញខ្លួនអ្វីៗដែលយើងអាចយកមកមើលបានយកមកធ្វើជាមេរៀនសម្រាប់អប់រំនិងប្រាប់ខ្លួនឯងបានពីព្រោះជីវិតមិនមែនជារឿងស្រួលទេដូចជារុក្ខជាតិដែលខំប្រឹងដុះលើថ្មអញ្ចឹងចុះ